សូមជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំមានជាវីដេអូខ្លីមួយសម្រាប់បង្ហាញបន្ថែមទៅលើការភ្ជាប់ទៅលើគណនីក៏ដូចជាការបំពេញនៅព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងកម្មវិធីទូរស័ព្ទដៃមួយ EdTech App ផងដែរបាទអញ្ចឹងជាដំបូងខ្ញុំសូមចូលទៅកាន់ App Store បាទដើម្បីធ្វើការដំឡើងទៅលើកម្មវិធីមួយ EdTech ជាមុនសិនបាទបន្ទាប់មកខ្ញុំធ្វើការស្វែងរកដោយវាយពាក្យថាមួយ EdTech បាទដើម្បីធ្វើការដំឡើងកម្មវិធីបាទបន្ទាប់ពីវាពាក្យថាមួយ EdTech រួចនឹងឃើញកម្មវិធីមួយ EdTech បាទខ្ញុំធ្វើការចុចដំឡើងកម្មវិធីបាទដោយរងចាំបន្តិចដើម្បីធ្វើការដំឡើងរួចរាល់បាទបន្ទាប់ពីដំឡើងរួចរាល់ហើយខ្ញុំធ្វើការបើកទៅលើកម្មវិធីមួយ EdTech បាទខ្ញុំធ្វើការជ្រើសរើសភាសាបាទជាភាសាខ្មែរហើយចុចពាក្យថាបន្ទាប់បាទនេះជាការ allow notification បាទអញ្ចឹងបន្ទាប់ពីលោកគ្រូឬក៏សិក្សានៅសិស្សគាត់បានdownload រួចរាល់នៅក្នុង account ទូទៅគឺជាភ្ញៀវបាទអញ្ចឹងតម្រូវឲ្យលោកគ្រូនិងសិស្សានុសិស្សធ្វើការភ្ជាប់គណនីជាមុនសិននិងបំពេញទៅលើបំពេញព័ត៌មានផ្ទាល់ខ្លួនជាមុនសិនបាទអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់គណនីដោយប្រើប្រាស់ជាមួយនឹងការភ្ជាប់ទៅលើ Google account បាទអញ្ចឹងខ្ញុំធ្វើការភ្ជាប់ជាមុនសិនបាទជ្រើសរើសគណនីបាទសម្រាប់គណនីនេះដែរគឺលោកគ្រូឬក៏សិស្សានុសិស្សត្រូវតែជ្រើសរើសទៅលើគណនីណាដែលលោកគ្រូឬក៏សិស្សានុសិស្សប្រើប្រាស់ជាចាំបាច់បាទអញ្ចឹងខ្ញុំធ្វើការ continue បាទ follow ទៅតាមការណែនាំរបស់ Google ដើម្បីធ្វើការភ្ជាប់ទៅលើកម្មវិធីនេះដែរកម្មវិធីមួយ EdTech បាទអញ្ចឹងខ្ញុំធ្វើការភ្ជាប់រួចរាល់ហើយបាទអញ្ចឹងខ្ញុំធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំជាមុនសិនបាទជាប្រភេទគណនីបាទសូមលោកគ្រូឬក៏សិស្សានុសិស្សជ្រើសរើសប្រភេទគណនីជាមុនសិនបន្តមកទៀតធ្វើការបំពេញនៅព័ត៌មានតាមការណែនាំរបស់កម្មវិធីបាទអញ្ចឹងខ្ញុំជ្រើសរើសប្រភេទគណនីជាសិស្សបាទហើយបន្តមកទៀតខ្ញុំធ្វើការដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់ជ្រើសរើសភេទបាទជ្រើសរើសទៅលើថ្ងៃខែឆ្នាំកំណើតទៅលើជ្រើសរើសទៅលើខេត្តបាទបន្តមកទៀតជ្រើសរើសស្រុកខណ្ឌផ្សេងក៏ដូចជាថ្នាក់រៀនបាទជាពិសេសនោះផងដែរគឺអត្តលេខរបស់សិស្សានុសិស្សផ្ទាល់បាទបើសិនជាប្រភេទគណនីនោះជាប្រភេទគណនីសិស្សបាទសូមធ្វើការបំពេញទៅលើអត្តលេខជាចាំបាច់បាទបន្តមកទៀតអាចធ្វើការ upload ទៅលើរូបថតបាទ upload ទៅលើរូបថតដោយយករូបថតជាសិស្សបាទថតដូចជារូបថតខ្ញុំបានភ្ជាប់គណនីរួចរាល់អញ្ចឹងវាចេញជាទម្រង់បែបហ្នឹងយើងអាចប្រើប្រាស់ feature ទាំងអស់នៅក្នុង app បាទខ្ញុំសូមមកបង្ហាញនៅ feature មួយចំនួននៅក្នុង app បាទទី1គឺតេស្តកម្រិតជាតិបាទចុចនៅលើតេស្តកម្រិតជាតិនោះនៅក្នុងតេស្តកម្រិតជាតិគឺមាន function ឬក៏ option ចំនួនពីថ្នាក់ទី7ដល់ទី12និងតេស្តសារផ្សំជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃផងដែរអញ្ចឹងខ្ញុំសូមជ្រើសយកថ្នាក់ទី7បាទហើយបន្តមកក្នុងកម្រិតថ្នាក់ទី12ហ្នឹងគឺមាន10មុខវិជ្ជាហើយក្នុង10មុខវិជ្ជាហ្នឹងក្នុងមួយមុខវិជ្ជាគឺមាន2កម្រិតគឺកម្រិត1និងកម្រិត2បាទចំពោះកន្លែងនេះដែរគឺជាចំនួនសំណួរសរុបអញ្ចឹងយើងអាចសិក្សាទៅលើកម្រិតទី1មុនមកបាទចំពោះកន្លែងនេះដោយសារតែខ្ញុំបានឆ្លងធ្វើហើយគឺខ្ញុំបានឆ្លងផុតនៅមេរៀនមួយចំនួនហើយអញ្ចឹងគឺជាប់អញ្ចឹងខ្ញុំអាចបើកសោតបន្តមេរៀនផ្សេងទៀតបានបាទឥឡូវខ្ញុំសូមជ្រើសយកមេរៀនទី9សម័យកាលនៅកន្លែងទី1ទី1អញ្ញត្តិបាទចុចនៅលើហ្នឹងមកបន្ទាប់មកកន្លែងនេះដែរគឺជាប្រធានលំហាត់ហើយកន្លែងនេះគឺជា option បាទហើយប៊ូតុងមួយនេះគឺជាប៊ូតុងពង្រីកបាទបងប្អូនអាចពង្រីកមើលបានបាទឥឡូវខ្ញុំសូមធ្វើការឆ្លើយសំណួរយកតែម្ដងបាទនៅពេលដែលបងប្អូនឆ្លើយសំណួរមួយនឹងមានការលោតជាកំណែនឹងជាការបញ្យល់មកដើម្បីជួយនឹងដល់បងប្អូនក្នុងការដែលឆ្លើយថាហេតុអីបានយើងឆ្លើយខុសហេតុអីដែលយើងឆ្លើយត្រូវអញ្ចឹងទៅបាទបន្ទាប់នេះយើងជ្រើសយកសំណួរបន្ទាប់បាទដូចគ្នាដែរទេបាទនៅពេលដែលបងប្អូនឆ្លើយសំណួររួចរាល់នោះនឹងមានការដាក់ពិន្ទុនិងចម្លើយត្រឹមត្រូវនិងចម្លើយដែលខុសហើយនាទីនិងពិន្ទុដែលទទួលបានបាទហើយក្នុងខាងក្រោមនេះដែរគឺមានប៊ូតុងលេខម្ដងទៀតពិនិត្យចម្លើយកំណែចែករំលែកលទ្ធផលនិងទំព័រដើមបាទសម្រាប់ feature
តែកម្រិតជាតិហ្នឹងគឺដូចតែគ្នាទេសម្រាប់ថ្នាក់ទី7ដល់ទី12គឺមានតម្រង់បែបហ្នឹងទាំងអស់បាទចំពោះfeature បណ្ណាល័យ digital បាទនៅក្នុងបណ្ណាល័យ digital ដែរគឺយើងមានសម្រាប់ថ្នាក់ទី12ជាសំខាន់ដោយសារតែពួកយើងកំពុងតែធ្វើការអភិវឌ្ឍបន្តទៀតដែរចំពោះគ្រប់កម្រិតថ្នាក់ប៉ុន្តែនៅពេលនេះគឺពួកយើងបានដាក់បញ្ចូលនៅកម្រិតថ្នាក់ទី12ជាអាទិភាពអញ្ចឹងនៅក្នុងមុខវិជ្ជាថ្នាក់ទី12ហ្នឹងឧទាហរណ៍ថាថ្នាក់ទី12មុខវិជ្ជាគីមីវិទ្យាអញ្ចឹងយើងចុចនៅលើមុខវិជ្ជាគីមីវិទ្យានោះយើងមាន3 option ធំៗគឺទី1រៀនតាមវីដេអូទី2រៀនតាមវិញ្ញាសានិងកំណែទី3គឺឯកសារបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចទៅលើមេរៀនតាមវីដេអូអញ្ចឹងនៅពេលដែលយើងចុចនៅលើមេរៀនតាមវីដេអូយើងមានជាវីដេអូបង្រៀនតាមមេរៀននឹងតែម្ដងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់មើលវិញ្ញាសាគីមីថ្នាក់ទី12អញ្ចឹងទៅបាទខ្ញុំចុចទៅលើហ្នឹងមកបាទយើងអាចមើលវីដេអូការបង្រៀនអំពីលោកគ្រូសាស្ត្រាចារ្យដែលគាត់បានបង្រៀននៅក្នុងកម្មវិធីយើងតែម្ដងបាទតាមដោយសារតែកន្លែងនេះខ្ញុំអត់សូវមានសេវាអញ្ចឹងខ្ញុំអាចចេញវិញបាទខ្ញុំជ្រើសយកវិញ្ញាសានិងកំណែម្ដងបាទចំពោះកន្លែងហ្នឹងគឺមានវិញ្ញាសាជាច្រើនដែលយើងអាចស្វែងរកនិងស្វែងរកសារបានផងដែរបាទនេះបាទចំពោះឯកសារមេរៀនវិញគឺមានច្រើនផងដែរគឺមានមុខវិជ្ជាគីមីហ្នឹងមានសៀវភៅពិសោធន៍សៀវភៅពងគីមីវិទ្យាឬក៏រូបមន្តគីមីអញ្ចឹងទៅបាទហើយចំពោះមុខវិជ្ជាផ្សេងៗគឺមាន3 option ហ្នឹងដែរបាទដូចគ្នាទេបាទហើយចំពោះfeature ការប្រកួតប្រជែងនេះដែរខ្ញុំមានការណែនាំបន្តិចដែរគឺទី1ការប្រកួតជាក្រុមឬក៏ការប្រកួត1ទល់នឹង1បាទអញ្ចឹងខ្ញុំសូមធ្វើការបង្កើតការប្រកួតជាក្រុមអាហ្នឹងបើសិនជាយើងមានមិត្តភក្តិឬក៏អីចង់សាកសមត្ថភាពជាមួយគ្នាអញ្ចឹងទៅបាទអញ្ចឹងយើងចូលមកយើងចង់បង្កើតការប្រកួតឬក៏ចូលការប្រកួតបើសិនជាយើងបង្កើតការប្រកួតយើងចុចបង្កើតការប្រកួតមកបាទអញ្ចឹងនៅកន្លែងហ្នឹងដែរពេលដែលយើងបង្កើតការប្រកួតគេតម្រូវឲ្យយើងចាយចំនួន10ផ្កាយដើម្បីបង្កើតការប្រកួតមួយអញ្ចឹងសូមបញ្ជាក់ដែរថាការបង្កើតការប្រកួតហ្នឹងឬក៏ដើម្បីទទួលបានផ្កាយហ្នឹងយើងអាចលេងឬក៏តេស្តសមត្ថភាពនៅក្នុងfeature ណាមួយនៃ app ឧទាហរណ៍តេស្តកម្រិតជាតិឬក៏តេស្ត PISA អីចឹងទៅអញ្ចឹងនៅពេលដែលយើងទទួលបានផ្កាយយើងអាចយកមកបើកការប្រកួតនឹងបានដើម្បីភ្នាល់គ្នាក្នុងការសិក្សាដើម្បីជាការលេងកម្សាន្តអីចឹងទៅបាទអញ្ចឹងខ្ញុំសូមចុចការបង្កើតការប្រកួតហ្នឹងមកហើយចំពោះកន្លែងនេះដែរយើងតម្រូវឲ្យមានគ្នាដែរដោយសារតែយើងបង្កើតជាក្រុមមិញហ្នឹងអញ្ចឹងខ្ញុំអត់មានគ្នាទេខ្ញុំគ្រាន់តែបង្ហាញអំពីរបៀបនៃការបង្កើតការប្រកួតហ្នឹងជាក្រុមបាទហើយចុចចាប់ផ្ដើមមកបាទនេះជាកន្លែងដែលគេបញ្ជាក់យើងដែរយើងអាចមានគ្នាលើសពីម្នាក់អញ្ចឹងដើម្បីឲ្យគេអាចចូលបានយើងត្រូវចែករំលែកឬក៏ប្រាប់អំពីលេខកូដនេះដើម្បីឲ្យគេចូលមកប្រកួតជាមួយនឹងយើងបាទនេះដើម្បីគេប្រកួតអាចចូលប្រកួតជាមួយយើងបាននេះយើងឲ្យអ្នកដែលចង់ប្រកួតជាមួយយើងហ្នឹងយកពាក្យថាចូលការប្រកួតរួចវាយពាក្យសម្ងាត់អំបញ្ញមិញហ្នឹងចូលមកបាទហើយចំពោះការប្រកួតជា1ទល់នឹង1គឺមិនសូវខុសគ្នាអ្វីច្រើនទេទី1យើងអាចជ្រើសរើសថ្នាក់ដែលយើងចង់ប្រកួតហ្នឹងមកយើងចង់ប្រកួតទៅលើសាលាកិច្ចការថ្នាក់ទីប្រមាណដែរឧទាហរណ៍ទី7អញ្ចឹងទៅហើយនេះគឺជាចំនួនផ្កាយដែលគេបង្កើតការប្រកួតហ្នឹងចំចាយចំនួន10ផ្កាយបាទហើយចំពោះកន្លែងនេះចាប់ផ្ដើមសាលាកិច្ចការនឹងប្រកួតជាមួយមិត្តភក្តិអញ្ចឹងខ្ញុំយកចាប់ផ្ដើមសាលាកិច្ចការបាទអញ្ចឹងកន្លែងនេះគឺ app នឹងធ្វើការ random ជាមួយនឹងអ្នកដែលចង់ចូលរួមប្រកួតជាមួយនឹងយើងតែម្ដងបាទសូមរងចាំបន្តិចទៅគេកំពុងតែស្វែងរកដៃគូប្រកួតបាទនៅពេលនេះខ្ញុំទទួលបានដៃគូប្រកួតមួយហើយអញ្ចឹងខ្ញុំអាចប្រកួតជាមួយគាត់បានបាទនៅពេលដែលការប្រកួតចាប់ផ្ដើមគឺមាន2នាក់គឺខ្ញុំនិងម្នាក់ទៀតបាទអញ្ចឹងយើងអាចជ្រើសរើសឬឆ្លើយសំណួរជាមួយគាត់ទៅពេលដែលយើងឆ្លើយហើយអាចចុច submit បានអញ្ចឹងនៅពេលដែលម្នាក់ទៀតគាត់អាចឆ្លើយរួចរាល់ដែរយើងនឹងទៅមុខទាំងពីរនាក់តែម្ដងបាទ
Ini su is បានហើយចំពោះមុខងារវឹកហាត់ស្លឹកកិច្ចការនេះដែរគឺមានអឺកន្លែងដែលអាចឲ្យយើងជ្រើសរើសបាទថាយើងចង់ធ្វើស្លឹកកិច្ចការមួយណាឧទាហរណ៍ខ្ញុំជ្រើសរើសយកស្លឹកកិច្ចការថ្នាក់ទី12ហើយមុខវិជ្ជាអីហ្នឹងយើងអាចកំណត់ខ្លួនឯងបានបាទខ្ញុំសូមជ្រើសរើសយកមុខវិជ្ជាភាសាខ្មែរបន្ទាប់មកយើងចង់អឺធ្វើប៉ុន្មានសំណួរអនុវត្តប៉ុន្មានសំណួរចឹងទៅបាទឧទាហរណ៍ខ្ញុំចង់អនុវត្តត្រឹម10សំណួរ ហើយជ្រើសរើសពេលវេលាកន្លែងនេះយើងអាចជ្រើសរើសពេលវេលាបានយើងអាចដាក់ដល់ប្រហែលត្រឹម30នាទីបាទអញ្ចឹងខ្ញុំជ្រើសរើសយកត្រឹម3នាទីទេបាទអញ្ចឹងនៅពេលដែលយើងជ្រើសរើសហើយយើងអាចអឺធ្វើការតេស្តសមត្ថភាពខ្លួនឯងបានបាទបាទនៅពេលដែលយើងដាក់បញ្ជូនរួចរាល់នោះយើងនឹងអឺអាចពិនិត្យបានសមត្ថភាពរបស់យើងធ្វើបានលទ្ធផលប៉ុន្មានត្រឹមត្រូវប៉ុន្មានឬខុសប៉ុន្មាននិងចំណាយពេលអស់រយៈពេលប៉ុន្មានផងដែរបាទហើយបន្តនេះយើងអាចពិនិត្យមើលទៅលើចម្លើយនៃកំណែបាទហើយយើងអាចពិនិត្យមើលថាយើងឆ្លើយខុសឬក៏ត្រូវឬក៏ចម្លើយត្រូវហ្នឹងគឺជាចម្លើយអ្វីដែរបាទ បាទហើយកន្លែងនេះគឺជាការចែករំលែកលទ្ធផលថាឧទាហរណ៍យើងទទួលបានពិន្ទុល្អអញ្ចឹងទៅយើងអាច share ទៅកាន់លោកគ្រូអ្នកគ្រូឬក៏មិត្តរួមថ្នាក់បានផងដែរបាទតាមរយៈ Messenger Telegram ឬក៏អឺអឺ platform ផ្សេងៗហ្នឹងទៅបាទកន្លែងនេះយើងអាចចុចមកទំព័រដើមវិញបានបាទ